ជុំសាមញ្ញលើកទី21អាណត្តិទី4របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកងនាព្រឹកថ្ងៃទី26ខែកុម្ភៈនេះលោកហួតលៀបពិសិដ្ឋអភិបាលរងខណ្ឌតំណាងលោកសុកសម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងមានប្រសាសន៍ថាមានការងារសំខាន់ពីរដែលរដ្ឋបាលខណ្ឌបឹងកេងកងបានអនុវត្តនិងកំពុងបន្តអនុវត្តឲ្យបានសម្រេចជោគជ័យទី1គឺការត្រួតពិនិត្យជនបរទេសដែលគាត់ស្នាក់នៅក្នុងមូលដ្ឋានរបស់យើងរួមនឹងការបោសសម្អាតបង្ក្រាបស្កេមអនឡាញនិងទី2ការរៀបចំសណ្ដាប់ធ្នាប់អ្នកលក់ដូរទាំងឡាយនៅកំណាត់ផ្លូវព្រះមុនីរ៉េតលោកអភិបាលរងបញ្ជាក់ថាចំពោះការងារទី1យើងបានអនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញពិសេសយុទ្ធនាការដែលសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានដាក់ចេញគឺកម្លាំងរបស់យើងបានចុះធ្វើសកម្មភាពដោយមន្ត្រីទាំងអស់បានបែងចែកតាមក្រុមចុះធ្វើរដ្ឋបាលត្រួតពិនិត្យស្រង់ស្ថិតិជនបរទេសអ្នករស់នៅតាមខុនដូអូតែលផ្ទះសំណាក់និងអគារស្នាក់នៅរួមតាមគោលដៅសង្កាត់ទាំង7ដោយភាពម៉ឺងម៉ាត់និងម៉ត់ចត់បំផុតជារៀងរាល់ថ្ងៃទាំងថ្ងៃសៅរ៍និងថ្ងៃអាទិត្យផងដែរការចុះត្រួតពិនិត្យនេះនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងមានចំនួន243ទីតាំងហើយទីតាំងនោះអាចមានការប្រែប្រួលព្រោះទីតាំងអនឡាញស្កេមនេះមានចេញមានចូលពេលខ្លះវាអាចបដូរទីតាំងទៅកន្លែងផ្សេងការផ្លាស់ប្ដូរនេះបើយើងទទួលបានព័ត៌មាននៅពេលណាយើងនឹងចុះទៅតែម្ដងលោកហួតលៀបពិសិដ្ឋបន្តថាទី2ការរៀបចំសណ្ដាប់ធ្នាប់តាមកំណត់ផ្លូវព្រះមុនីរ៉េតជាពិសេសផ្លូវពីខ្សែទៀតគឺផ្លូវ356និងផ្លូវ364នោះតាមគោលការណ៍របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញយើងបានដាក់ទីបញ្ជាការពីរកន្លែងនៅលើកំណត់ផ្លូវព្រះមុនីរ៉េតដែលប្រចាំការ24ម៉ោងលើ24ម៉ោងតាំងពីថ្ងៃទី18ខែមករាមកនិង13ទីតាំងទៀតនៅបណ្ដោយផ្លូវ205ដែលប្រចាំការ24ម៉ោងដូចគ្នាហើយយើងចុះល្បាតដោយយានយន្តនិងមានចុះតាមថ្មើរជើងថែមទៀតផងជាលទ្ធផលឯកឧត្តមអភិបាលរាជធានីភ្នំពេញបានកោតសរសើរដល់រដ្ឋបាលខណ្ឌបឹងកេងកងនិងខណ្ឌទួលគោកដែលរៀបចំបានយ៉ាងល្អប្រសើរគឺពុំមានអ្នកលក់ដូរតាមចិញ្ចើមផ្លូវទៀតទេជាពិសេសអាជីវករទាំង211ទីតាំងពុំមានវិលត្រឡប់មកវិញដែរដោយគាត់បានទៅលក់នៅផ្សារ2គឺនៅផ្សារតាម៉ាប់ប្រជ្រៃក្នុងខណ្ឌដង្កោនិងមួយផ្នែកទៀតគាត់ទៅលក់នៅផ្សារដើមកោថ្មីក្នុងខណ្ឌព្រែកភ្នៅក្នុងស្ថានភាពបច្ចុប្បន្នយើងមិនបិទគប់ទៀតទេគឺចាប់ពីថ្ងៃទី25ខែកុម្ភៈយើងបានបើកបារះអស់ហើយបារះត្រៀមដឹកចេញទៅវិញនៅពេលដកខ្លីខាងមុខនេះដោយយើងបើក24ម៉ោងតែម្ដងតែកម្លាំងនៅតែប្រចាំការដដែលដើម្បីទប់ស្កាត់រមាក់ឬរថយន្តដឹកបន្លែចូលមកក្នុងមូលដ្ឋានខណ្ឌយើងបន្តទៀតលោកកឹមឈុនអ៊ូប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកងបានលើកសរសើរដល់រដ្ឋបាលខណ្ឌដែលខិតខំប្រឹងប្រែងលើការងារបោសសម្អាតស្កេមអនឡាញការងាររៀបចំសណ្ដាប់ធ្នាប់នៅតំបន់ផ្សារបន្លែនេះទាំងយប់ទាំងថ្ងៃទទួលបានលទ្ធផលល្អប្រសើរតែទោះជាយ៉ាងនេះក្តីសូមឲ្យកម្លាំងយើងខិតខំបន្ថែមទៀតដើម្បីរក្សាបាននៅសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនិងទទួលបានទំនុកចិត្តពីមហាជននៅក្នុងស្រុកនិងនៅលើឆាកអន្តរជាតិ